ត្រឹមតែ2ខែកម្ពុជាមានករណីឆបោកតាមអនឡាញចំនួន200ករណីដែលឆបោកប្រាក់ពីប្រជាពលរដ្ឋជាង$80,000ក្នុងរយៈពេលត្រឹមតែ2ខែប៉ុណ្ណោះសមត្ថកិច្ចកម្ពុជាបង្ក្រាបបានករណីឆបោកតាមប្រព័ន្ធអនឡាញដល់ទៅ200ករណីដែលករណីទាំងនេះបានឆបោកប្រាក់ពីប្រជាពលរដ្ឋសរុបប្រមាណដល់ទៅជាង$80,000អាមេរិកនេះបើតាមការបញ្ជាក់របស់លោកសៅសុខាអបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី2 2026-2035នៅសន្តាគារ Sun and Moon Riverside នារសៀលថ្ងៃទី24វិច្ឆិកាឆ្នាំ2025ជុំវិញករណីនេះលោកឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទូចឲ្យខាងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីរួបរวมគ្នាបង្ក្រាបទប់ស្កាត់និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលឆបោកតាមមធ្យោបាយទំនាក់ទំនងទូរស័ព្ទនិងបណ្ដាញទំនាក់ទំនងសង្គមលោកសសុខាថារូបភាពនៃការបន្លំបោកប្រាស់ទាំងនោះមានដូចជាការក្លែងបន្លំធ្វើជាមន្ត្រីធនាគារឬស្ថាប័នមីក្រូហិរញ្ញវត្ថុដោយជនខិលខូចបានទំនាក់ទំនងទូរស័ព្ទទៅជនរងគ្រោះដោយបន្លំថាតាក់ទងដើម្បីផ្ដល់រង្វាន់សំណាងក៏ប៉ុន្តែបានតម្រូវឲ្យជនរងគ្រោះបង់ប្រាក់ជាមុនករណីខ្លះទៀតជនខិលខូចបានបន្លំបោកប្រាស់តាមរយៈការទិញលក់ទំនិញបញ្ចុះតម្លៃដោយតម្រូវឲ្យអតិថិជនជាជនរងគ្រោះផ្ញើប្រាក់ទៅខ្លួនជាមុនប៉ុន្តែទីបំផុតបានទទួលប្រាក់ហើយនោះក៏បានបិទផ្ដាច់ទំនាក់ទំនងខណៈករណីខ្លះជនល្មើសបានបន្លំលួចចូលគណនីធនាគាររបស់ជនរងគ្រោះដើម្បីធ្វើសកម្មភាពដកឬបង្វែរបញ្ជូនសាច់ប្រាក់ជាដើមលោករដ្ឋមន្ត្រីមហាផ្ទៃគូបញ្ជាក់ទៀតថាដើម្បីដោះស្រាយនៅបញ្ហានេះត្រូវផ្ដើមចេញពីក្រសួងមហាផ្ទៃទៅតែម្ដងដែលលោកបានណែនាំឲ្យអង្គភាពជំនាញរៀបចំយន្តការក្រុមការងារសហការស្រាវជ្រាវបង្ក្រាបបទល្មើសបោកប្រាស់ដោយបានបញ្ជាក់ខាងលើនេះតាមរយៈយន្តការនេះលោកសសុខាបានអះអាងថាមន្ត្រីជំនាញប្រចាំការនឹងធ្វើការងារនេះ24ម៉ោងជារៀងរាល់ថ្ងៃដើម្បីសហការជាមួយតំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងករណីទទួលបានបណ្ដឹងពីជនរងគ្រោះក្នុងនោះក៏រួមទាំងសហការស្នើសុំបង្កក់ប្រាក់ក្នុងគណនីជនល្មើសជាដើមលោកសសុខាបានមានប្រសាសន៍ក្នុងន័យដើមថាបើមានរឿងអ្វីយើងអាចជជែកគ្នានិងធ្វើការជាមួយគ្នាបន្ទាន់ករណីខ្លះកើតមាននៅថ្ងៃសៅរ៍ឬអាទិត្យដូច្នេះទម្រាំមន្ត្រីយើងចូលធ្វើការសាច់ប្រាក់នោះត្រូវបានបង្វិលឬដកប្រើប្រាស់រួចរាល់បាត់ទៅហើយដូច្នេះយើងត្រូវការដោះស្រាយភ្លាមហើយកងកម្លាំងរបស់យើងត្រូវការតំណាងស្ថាប័នធនាគារសហការដើម្បីដំណាក់កាលនេះឈានចូលដល់សមត្ថកិច្ចរបស់ស្ថាប័នសម័យទាំងធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគួរឲ្យដឹងថាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញបានក្លាយជាជំងឺឈឺក្បាលយ៉ាងខ្លាំងសម្រាប់សមត្ថកិច្ចដោយបទល្មើសថ្មីនៅតែបន្តកើតឡើងជាបន្តបន្ទាប់គណៈវិធីសាស្ត្របោកប្រាស់របស់ក្រុមឧក្រិដ្ឋជនឆបោកមានលក្ខណៈស្មុគស្មាញក្នុងការបង្ក្រាបដែលជាផលលំបាកទៅដល់សមត្ថកិច្ចកម្ពុជាជាក់ស្ដែងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនេះមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេពោលក្នុងតំបន់អាស៊ានទាំងមូលបញ្ហានេះបានក្លាយជាប្រធានបទដែលតែងតែត្រូវបានលើកយកមកជជែកស្ទើរតែរាល់កិច្ចប្រជុំសំខាន់នានា